សួស្តីបងប្អូនអស់គ្នាបាទតើឥឡូវយើងមកមើលពីរបៀបកាត់សក់ពីចំហៀងទាំងអស់គ្នាបាទទី1យើងត្រូវបាញ់ទឹកឲ្យវាសើមសក់សិនបាទបន្ទាប់មកយើងត្រូវប្រើពុម្ព1កន្លះបាទ បន្ទាប់មកយើងត្រូវឈូសសក់ពីសងខាងហើយខាងក្រោយឲ្យស្អាតសិនបងប្អូនអរគ្នាបាទដើម្បីឲ្យយើងទៅងាយស្រួលកាត់សក់អញ្ចឹងបងប្អូនអរគ្នាបាទដល់ពេលដែលយើងជូរសក់ពីសងខាងឲ្យបានស្អាតត្រឹមត្រូវហើយបន្តមកទៀតបន្ទាប់មកយើងត្រូវដោះពុម្ពចេញហើយយើងត្រូវប្រដេញស្រមើសងខាងនិងខាងក្រោយស្អាតសិនណាបងប្អូនអរគ្នាបាទដើម្បីឲ្យយើងងាយស្រួលកាត់អញ្ចឹងណាបងប្អូនហើយយើងត្រូវបន្ថយធ្មេញម៉ូទ័រថយក្រោយបន្តិចណាបងប្អូនដើម្បីយើងឈូសជើងខាងក្រោមឲ្យវារាងសស៊ីស្រមោលបន្តិចបងប្អូនគ្នាបាទឲ្យស៊ីខាងលើបន្តិចទៅបាទហើយយើងកន្លែងណាអត់សូវស្មើយើងបដិញវាបន្តិចទៀតទៅបាទដើម្បីវាស៊ីគ្នាមកណាកន្លែងណានិយាយទៅវារៀងខុសឆ្គងបន្តិចបងប្អូននេះសូមអធិស្ឋានផងដោយសារខ្ញុំមកសូមបានបញ្ចូលសំឡេងអញ្ចឹងបងប្អូនអរគ្នាបាទដល់ពេលនិយាយទៅរាងតាក់អញ្ចឹងបងប្អូនអរគ្នាបាទឥឡូវយើងនឹងកុំឲ្យខាប់អីយើងផ្លុំសក់បោះសក់ឲ្យកត់ទាំងអស់គ្នាទៅកុំឲ្យរមាស់អញ្ចឹងបងប្អូនអរគ្នាបាទតើយើងផ្លុំហើយយើងច្រឹបជើងសក់សិនណាបងប្អូននេះច្រឹបជើងសក់ឲ្យវាស្អាតហ្នឹងខ្វីលឲ្យវាស្អាតឲ្យវាមានជ្រុងឲ្យវាមានជើងសក់ស្អាតសិនបងប្អូននេះបាទតោះមកចាំយើងនឹងរំលីងជើងសក់តិចមកបាទឲ្យស៊ីនេះតិចទៅបាទហើយបន្តមកទៀតយើងមកជំរុំជើងសក់ម្ខាងទៀតមកបាទតម្រូវឲ្យវាស្អាតដូចគ្នាមកបងប្អូនគ្នាបាទបន្ទាប់ពីយើងតម្រុំជើងសក់រួចរាល់ហើយយើងបាញ់ទឹកទៅបាទយើងបាញ់ទឹកម្ដងទៀតបងប្អូនគ្នាបាទដល់តើយើងបាញ់ទឹកហើយយើងចាប់ដល់យើងកាត់សក់លើម្ដងបងប្អូនគ្នាបាទកាត់សក់លើឲ្យរាងខ្លីបន្តិចមកឲ្យកត់បាទយើងកាត់សក់បដិញដងតិចមកបាទដើម្បីឲ្យវារាងខ្លីមកបងប្អូនគ្នាបាទមិនខ្លីពេកហើយក៏មិនវែងពេកទេបងប្អូនអរគ្នាបាទបន្ទាប់ពីយើងកាត់សក់លើហើយយើងសាប់បងបាទយើងសាប់ឲ្យវារាងស្ដើងបន្តិចទៅបាទឲ្យពើអីសក់គាត់រាងរូនអញ្ចឹងបងប្អូនយើងសាប់ឲ្យរាងស្ដើងបន្តិចទៅកុំឲ្យក្រាស់ពេកអញ្ចឹងបងប្អូនអរគ្នាបាទសាប់មកត្រៃពីរត្រៃបីត្រៃអញ្ចឹងណាបាទបន្ទាប់ពីយើងបោះសក់គាត់ហើយយើងដោះអាវរុំសក់ជីងទៅបងប្អូនអរគ្នាបាទបន្ទាប់មកយើងយកកសែងជូតឲ្យគាត់បន្ថែមតិចទៅបងប្អូនគ្នាបាទនៅពេលដែលយើងជូតបន្ថែមហើយបាទបន្ទាប់មកយើងចាប់ផ្ដើមយើងកោរជើងសក់ម្ដងមកគ្នាបាទយើងកោរសក់ឲ្យវាស្អាតអញ្ចឹងមកគ្នាបាទយើងចេះកាត់យើងត្រូវតែចេះកោរអញ្ចឹងមកគ្នាបាទបើយើងកាត់ហើយយើងអត់កោរក៏អត់សូវស្អាតដែរបងប្អូនគ្នាបាទអញ្ចឹងហើយយើងត្រូវកោរបាទកោរសងខាងទៅបងប្អូនគ្នាបាទដើម្បីឲ្យវាចេញទម្រង់ស្អាតអញ្ចឹងបងប្អូនគ្នាបាទបន្ទាប់មកយើងកោរឲ្យបានសងខាងមកបងប្អូនគ្នាបាទយើងកោរជើងសក់ឲ្យបានសងខាងមកណាឲ្យវាស្អាតសងខាងអញ្ចឹងបងប្អូនគ្នាបាទមិនថាបងដៃថ្មីឬក៏ដៃចាស់ទេយើងត្រូវស៊ូទាំងអស់គ្នាអញ្ចឹងបងប្អូនគ្នាបាទដូចជាខ្ញុំជាដើមមកយើងស៊ូហ្នឹងទៅខំប្រឹងទាំងអស់គ្នាបាទដើម្បីយើងជោគជ័យទៅមុខទាំងអស់គ្នាបាទបងប្អូនគ្នាបាទបន្ទាប់ពីយើងកោរស្អីឲ្យយើងចាប់ដើមឈូសពុកមាត់គាត់អញ្ចឹងបងប្អូនគ្នាបាទយើងឈូសពុកមាត់គាត់ឲ្យបានស្អាតអញ្ចឹងបងប្អូនគ្នាបាទហើយបន្តមកទៀតយើងក៏ចូលដល់វីដេអូយើងដល់ទីបញ្ចប់ដែរបងប្អូនគ្នាបាទសូមអរគុណផងបាទការបញ្ចូលសំឡេងមានកំហុសខុសឆ្គងកន្លែងណាមួយសូមអធិស្ឋានផងបាទឥឡូវរៀងចាប់ដើមរៀងរត់មកបន្តិចបងប្អូនគ្នាបាទអត់ដែរបញ្ចូលសំឡេងអញ្ចឹងណា